ចឹងហើយខ្ញុំក៏បានដកមួយចំនួនដើម្បីបំពងទឹកធ្វើឆាឆ្អឹងជំនីជ្រូកជូរអែមញ៉ាំពេលថ្ងៃត្រង់នេះផងដែរខ្ញុំបានទិញពេញប៉ោះជាមួយខ្ទឹមបារាំងចំនួន1គីឡូរួមទាំងម្ទេសផ្លោកនេះគឺ6ខាំបងប្អូនខ្ញុំក៏បានទិញម្នាស់ចំនួន1ផ្លែផងដែរឥឡូវនេះខ្ញុំចាប់ដើមយើងសម្អាតបន្លែនិងហាន់ជាចំណិតតូចៗសិនចាំយើងយកទៅឆាអញ្ចឹងណាបន្លែរបស់ខ្ញុំបានលាងសម្អាតរួចរាល់ហើយខ្ញុំក៏បានហាន់ជាចំណិតតូចៗរួចរាល់ដែរនេះខ្ញុំដាក់បំពងខ្ទឹមឲ្យឈ្ងុយសិនបន្ទាប់ពីខ្ទឹមរបស់យើងបានឈ្ងុយហើយឥឡូវនេះខ្ញុំចាប់ដើមដាក់ចាំជំនីជ្រូកចូលខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយស្ករស2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយទឹកម្ទេស2ស្លាបព្រាបាយបន្ទាប់មកឆាចូលគ្នាឲ្យសព្វសិនបងប្អូនយើងចូល3 4ត្រឡប់ឆាចូលគ្នាសព្វមកបន្ទាប់មកខ្ញុំបានដាក់ថែមនៅទឹកឆ្អិនរបស់យើងនឹងចំនួនកន្លះកូនចានទៀតណាបងប្អូនដើម្បីបង្ងាស់ឆ្អឹងជំនីជ្រូករបស់យើងនឹងហើយពេលនេះខ្ញុំភ្លេចដាក់ទឹកពេញប៉ោះខ្ញុំបានដាក់ទឹកពេញប៉ោះចំនួន1កញ្ចប់ដែរយើងបង្ងាស់ចោលរយៈពេល5នាទីទៅបងប្អូនមកខ្ញុំបានដាក់ខ្ទឹមបារាំងនិងម្ទេសផ្លោកចូលមុនណាហើយខ្ញុំបានបន្ថែមទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយផងដែរយើងឆាច្របល់ចូលគ្នាសព្វមកបន្ទាប់ពីដាក់ម្ទេសផ្លោកមួយខ្ទឹមបារាំងនោះខ្ញុំក៏បានដាក់ម្នាស់ចូលហើយយើងឆា3 4ត្រឡប់ទៀតទៅឆាប្រហែលជា2 3នាទីអីទៀតហ្នឹងបងប្អូនខ្ញុំក្រោយខ្ញុំបានដាក់ពេញប៉ោះរបស់យើងចូលហើយខ្ញុំបានឆាចូលគ្នាពី3ត្រឡប់ទៅហើយខ្ញុំដាក់មកឆារយៈពេល5នាទីទៀតព្រោះខ្ញុំចង់បានបន្លែរបស់យើងទុនតិចណាឥឡូវនេះឆាចូលអែមរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយខ្ញុំក៏បានបន្ថែមទឹកខ្ទឹមតិចដើម្បីមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ទំនងអត់ពុកឲ្យបងប្អូនញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នា